នៅក្រុមហ៊ុន Yarding Solutions យើងកំពុងដឹកនាំអនាគតនៃបច្ចេកវិទ្យាជាមួយដំណោះស្រាយដែលមានការបង្កើតថ្មីដែលផ្សព្វផ្សាយការរស់នៅយូរការលូតលាស់សេដ្ឋកិច្ចនិងសុខភាពបរិស្ថានការបដិញ្ញារបស់យើងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដែលគ្រប់គ្រងទាំងភពផែនដីនិងអតិថិជនរបស់យើងត្រូវបានបង្ហាញតាមរយៈផលិតផលថ្មីដែលមានគុណភាពខ្ពស់ចាប់ពីការផលិត Hydrosan បៃតងកម្រិតខ្ពស់ដែលមិនប្រើប្រាស់មេតាល់មានតម្លៃទៅដល់ការបំលែងកន្លែងជ្រុះដែលបានទុកចោលទៅជាភាគីថាមពលស្អាតគ្រប់យុទ្ធសាស្ត្ររបស់យើងត្រូវបានរចនាឡើងដើម្បីចូលរួមយ៉ាងវិជ្ជមានក្នុងការពារបរិស្ថាននិងការលូតលាស់សេដ្ឋកិច្ចបច្ចេកវិទ្យា Electrolyzer ថ្មីរបស់យើងបានកំណត់ស្តង់ដារថ្មីក្នុងការផលិត Hydrosan បៃតងដោយការប្រើប្រាស់សម្ភារៈដែលអាចរកបានយ៉ាងងាយស្រួលដូចជាដែកផ្លាស្ទិកនិងអាលុយមីញ៉ូមជំនួសមេដាលដែលមានកម្រិតខ្ពស់និងមានតម្លៃខ្ពស់យើងធ្វើឲ្យដំណោះស្រាយ Hydrosan ដែលអាចរកបាននិងមានតម្លៃសមរម្យវិធីសាស្ត្រនេះមិនត្រឹមតែគ្រប់គ្រងដល់ការផ្លាស់ប្ដូរថាមពលសកលប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយយ៉ាងខ្លាំងនូវផលប៉ះពាល់បរិស្ថានដែលទាក់ទងនឹងវិធីសាស្ត្រផលិត Hydrosan ប្រពៃណីផងដែរលើសពីនេះ Yarding Solutions កំពុងប្រែក្លាយបំណុលបរិស្ថានទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃតាមរយៈវិធីសាស្ត្រផ្លាស់ប្ដូររបស់យើងក្នុងការប្រើប្រាស់ឡើងវិញនូវអណ្ដូងដែលគេបោះបង់ចោលដោយការបំលែងសំណង់ដែលមិនបានប្រើប្រាស់ទាំងនេះទៅជាភាគី Hydrosan ស្អាតដែលអាចប្រើប្រាស់បានយើងកាត់បន្ថយហានិភ័យបរិស្ថានដែលអាចកើតមានខណៈពេលដែលបង្កើនទីផ្សារថាមពលក្នុងស្រុកការប្រើប្រាស់ធនធានដែលគ្មានសកម្មភាពនេះយ៉ាងច្នៃប្រឌិតបង្ហាញពីការប្តេជ្ញារបស់យើងក្នុងការស្វែងរកដំណោះស្រាយដែលមានអត្ថប្រយោជន៍សម្រាប់ទាំងបរិស្ថាននិងសេដ្ឋកិច្ចបន្ថែមពីនេះការប្រើប្រាស់មីក្រូបដែលមានការបង្កើតធម្មជាតិរបស់យើងសម្រាប់ការជួសជុលផ្លាស្ទិកគឺជាការដោះស្រាយមួយសម្រាប់បញ្ហាការបំពុលដែលមានការលំបាកបំផុតនៅក្នុងអំឡុងពេលនេះគឺការបោះបង់ផ្លាស្ទិកដំណោះស្រាយបច្ចេកវិទ្យាជីវៈរបស់យើងប្រើប្រាស់មីក្រូបដែលកើតឡើងធម្មជាតិដើម្បីបំបែកផ្លាស្ទិកទៅជាសារធាតុដែលមិនមានគ្រោះថ្នាក់ដែលអាចកាត់បន្ថយការបំពុលនិងជួយបង្កើតអេកូស៊ីស្ទែមដែលមានសុខភាពល្អវិធីសាស្ត្រនេះមិនត្រឹមតែសម្អាតបរិស្ថានរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើបដិវត្តការអនុវត្តការគ្រប់គ្រងកាកសំណល់ដោយផ្ដល់នូវជម្រើសប្រកបដោយនិរន្តរភាពចំពោះបច្ចេកទេសបោះចោលបែបបុរាណនៅក្រុមហ៊ុន Yarding Solutions យើងជឿថាការរីកចម្រើនបច្ចេកវិទ្យាគួរតែគ្មានការប៉ះពាល់ដល់ភពផែនដីរបស់យើងបច្ចេកវិទ្យារបស់យើងគឺជាភស្តុតាងថាការទទួលខុសត្រូវបរិស្ថានអាចសម្របសម្រួលជាមួយអត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ដល់ជាដំណោះស្រាយបៃតងដែលមានប្រយោជន៍និងអាចរកបានយើងមានការប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវនិងការបង្កើតថ្មីជាបន្តបន្ទាប់ដើម្បីធានាថាយើងនៅតាមមុខនៃឧស្សាហកម្មបច្ចេកវិទ្យាអេកូដើម្បីជំរុញការផ្លាស់ប្ដូរដ៏មានសារៈសំខាន់និងមានស្ថិរភាពនៅទូទាំងពិភពលោកចូលទៅក្នុងអនាគតដែលមានស្ថិរភាពជាមួយដំណោះស្រាយ Yarding ដែលបច្ចេកវិទ្យាថ្មីជួបប្រទះនឹងការទទួលខុសត្រូវបរិស្ថានដឹកនាំយើងទៅរកពិភពលោកស្អាតបៃតងនិងមានស្ថិរភាព